ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះនាងខ្ញុំបង្ហាញអំពីប្រភេទឈុតប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់ពុកម៉ែបងប្អូនប្រើប្រាស់ប្រចាំថ្ងៃចាអញ្ចឹងចំពោះឈុតចម្រោះទឹកស្អាតនៅខាងមុខនាងខ្ញុំនេះគឺជាប្រភេទឈុតចម្រោះទឹកស្អាតដែលយើងប្រើប្រាស់លក្ខណៈគ្រួសារខ្នាតតូចដែលពុកម៉ែបងប្អូនប្រើប្រាស់ទឹកប្រចាំថ្ងៃចាដូចជាទឹកស្អាតចាប៉ុន្តែទឹកស្អាតនោះបងប្អូនប្រើទៅចានៅពេលដែលទឹកមានសភាពប្រែប្រួលនោះពេលខ្លះយើងបើកមកទឹកធម្មតាពេលខ្លះបើកមកមានកកចាពេលខ្លះបើកមកគឺមានបញ្ហាដូចជាទឹកមានពណ៌ជាដើមអញ្ចឹងបងប្អូនអាចធ្វើការរៀបចំជាប្រភេទប្រព័ន្ធចម្រោះទឹកស្អាតនៅខាងមុខដែលដូចនេះខ្ញុំបង្ហាញនេះបានការចម្រោះគឺមាន3តង់ចាទី1គឺចម្រោះចាប់នៅកកដីទី2គឺចម្រោះចាប់នៅប្រភេទក្លិនដែលមាននៅក្នុងទឹកចាទី3គឺចាប់នៅសារធាតុមិនល្អចាដូចជាទឹកដែលយើងមានគុណភាពសភាពរៀងរឹងហ្នឹងអីហ្នឹងគឺយើងចាប់បានយ៉ាងល្អខ្លាំងមែនតើចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចាកំពុងតែប្រើប្រាស់ទឹកបច្ចុប្បន្នមានបញ្ហាដែលយើងខ្ញុំរៀបរាប់ដូចនៅខាងលើដើមមុនហ្នឹងបងប្អូនអាចធ្វើការរៀបចំជាប្រភេទប្រព័ន្ធចម្រោះទឹកស្អាតនេះបានចាហើយចំពោះតម្លៃវិញធានាជួយមែនតើពុកម៉ែបងប្អូនចាតម្លៃល្អហើយធូរខ្លាំងមែនតើអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចាមានចាបញ្ហាចាបងប្អូនអាចធ្វើការរៀបចំប្រព័ន្ធចម្រោះទឹកស្អាតនេះបានចាសូមអរគុណសូមជម្រាបលា